ពេលផលប្រយោជន៍អស់ភាពស្មោះត្រង់ក៏អស់ដូចគ្នាពេលភ្លៀងកំពុងធ្លាក់ឆ័ត្រគឺជារបស់ដែលមនុស្សកាន់ជាប់ដៃដើម្បីការពារខ្លួនកុំឲ្យសើមប៉ុន្តែពេលភ្លៀងឈប់ហើយមេឃស្រឡះឆ័ត្រដែលធ្លាប់មានតម្លៃក៏ស្រាប់តែក្លាយជារបស់ដែលគេមិនចង់កាន់ទៀតជីវិតក៏ដូចគ្នាមនុស្សខ្លះនៅជិតអ្នកមិនមែនព្រោះគេស្រឡាញ់អ្នកពិតៗទេប៉ុន្តែព្រោះអ្នកនៅមានអ្វីមួយដែលគេត្រូវការពេលអ្នកអាចជួយគេហៅអ្នកថាសំខាន់ពេលអ្នកនៅមានប្រយោជន៍សម្រាប់គេនិយាយល្អជាមួយអ្នកញញឹមដាក់អ្នកហើយធ្វើដូចជាអ្នកជាមនុស្សដែលគេមិនអាចខ្វះបានប៉ុន្តែពេលផលប្រយោជន៍ឈប់មានភាពស្មោះត្រង់របស់គេក៏ចាប់ផ្ដើមស្រកហើយមនុស្សដែលធ្លាប់នៅជិតអ្នកក៏ចាប់ផ្ដើមឃ្លាតឆ្ងាយបន្តិចម្ដងដូច្នេះកុំវាស់ចិត្តមនុស្សនៅពេលអ្នកមានអ្វីឲ្យគេត្រូវវាស់ចិត្តគេនៅពេលអ្នកលែងមានអ្វីឲ្យគេយកព្រោះភាពស្មោះត្រង់ពិតប្រាកដមិនស្ថិតនៅលើផលប្រយោជន៍ទេវាស្ថិតនៅលើការគោរពការដឹងគុណនិងចរិតពិតរបស់មនុស្ស